ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកទៀតហើយអំពីពាក្យនៅក្នុងសៀវភៅ ASK មួយអញ្ចឹងយើងតពីវីដេអូមុនអញ្ចឹងយើងរៀនដល់លេខ40ឥឡូវនេះគឺយើងចូលទៅដល់លេខរៀងទី41តើឥឡូវយើងទៅសិក្សាទាំងអស់គ្នាតាធំហួយចេះសនិយាយម៉ាអ្នកម៉ាក់ឆៃបន្លែឬក៏ម្ហូបតើឥឡូវយើងអានម្ដងទៀតតាហួយសម៉ាឆៃតើឥឡូវយើងចូលដល់លេខ46ពាក្យហិនបើប្រែថាណាស់ហៅឈឺហ្នឹងបើប្រែថាឆ្ងាញ់ជក់ធ្វើសៀសរសេរហាន់ជឹអក្សរចិនតើឥឡូវយើងអានម្ដងទៀតហិនហៅឈឺជក់សៀហាន់ជឹតើឥឡូវយើងចូលដល់លេខរៀងបន្តទៀតតើលេខ51ជឹអក្សរលេខ52ចិនមកយ៉ាងម៉េចដែរឬក៏យ៉ាងម៉េចទូអានឬក៏រៀនឈិងសូមឬក៏អញ្ជើញអួនសួរតើអានម្ដងទៀតជឹចិនមកទូឈិងអួនតើឥឡូវយើងចូលលេខរៀងបន្តទៀតតើជីនធានថ្ងៃនេះហៅលេខយាខែសិងឈីសប្តាហ៍មីងធានថ្ងៃស្អែកតើឥឡូវយើងអានចិនម្ដងទៀតជីនធានហៅយាសិងឈីមីងធានតើថ្ងៃនេះខ្ញុំមកចែករំលែកជាមួយអ្នកទាំងអស់គ្នាត្រឹមនេះហើយជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងយកពាក្យទាំងហ្នឹងយកទៅបង្កើតជាប្រយោគជូនទៅដល់អ្នកទាំងអស់គ្នាចឹងជាចុងក្រោយសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីពីរូបអ្នកខ្ញុំអរគុណច្រើនអ្នកទាំងអស់គ្នា